នេះគឺជាត្រីចៃក្រពើដែលបានដាក់តាំងបង្ហាញនៅអង្គរ Wildlife Aquarium នៅក្នុងខេត្តសៀមរាបត្រីចៃក្រពើជាភាសាអង់គ្លេសហៅថា Piefish ដែលមានន័យជាភាសាខ្មែរថាត្រីមាត់ខ្សៀដែលការហៅឈ្មោះបែបនេះដោយសារតែបរិបទត្រីនេះបីដូចជាខ្សៀដែលគេប្រើសម្រាប់ជក់បារីត្រីចៃក្រពើគឺជាប្រភេទត្រីទឹកសាបដែលធំជាងគេនៃអំបូរត្រីចៃក្រពើហើយវាអាចមានប្រវែងដល់ទៅ40សង់ទីម៉ែត្រដែលជាអំបូរនៃសត្វសេះសមុទ្រនិងនាគសមុទ្រត្រីចៃក្រពើគឺជាត្រីដែលមានរាងវែងរាងស្លីមដែលមានគ្របដណ្ដប់ដោយក្រឡាឆ្នោតពួកវាមានច្រមុះបំពង់វែងនិងមាត់តូចព្រុយកន្ទុយតែមួយហើយជាធម្មតាមានព្រុយកន្ទុយតូចវាត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមាននៅប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃកម្ពុជានិងនៅប្រទេសវៀតណាមវារស់នៅតាមដងទន្លេនិងស្ទឹងជាកន្លែងដែលវាស៊ីកំទេចសាច់តូចដង្កូវនិងសត្វល្អិតហើយត្រីប្រភេទនេះមិនងាយស៊ីឆ្អែតទេគឺវាស៊ីច្រើនត្រីឈ្មោលយកពងដាក់នៅក្នុងថង់កូនមួយដែលគេរកឃើញនៅក្រោមកន្ទុយមុនពេលវាភ្ញាស់កូននៅអង្គរ Wildlife Aquarium គឺជាទីអភិរក្សសត្វទឹកសាធារណជនអាចទៅស្វែងយល់បន្ថែមអំពីត្រីផ្សេងៗនៅក្នុងអង្គរ Wildlife Aquarium ក្នុងខេត្តសៀមរាបសូមអរគុណនិងសូមគោរពលា